កំហឹងខឹងខ្លួនឯងមកអ្នកបាត់ដំបងចំណាំមុខមកចាស់ដើមទាខ្វាយពេលកាំងຕົកឲ្យហើយទៅលើកណាក៏មិនដែលខកចិត្តដែរឥឡូវនេះមកទាំងមនុយថ្មីទៀតជាប្រភេទបែបពោះវៀនខដើមខ្ទឹមការមុនផ្ទុះជាមួយនឹងមនុយទាទឹមហើយឥឡូវនេះមកទាំងមនុយថ្មីសំខាន់ណា detail ច្បាស់ដែលតាក់ទងទៅនឹងទាពេលកាំងមួយបានដល់ទៅ2មុខអ្នកណាមិនល្បីទាខ្វាយមួយថ្ងៃលក់ចេញឡើងជាង200ក្បាលខ្ញុំគ្រាន់តែស្ដាប់គាត់ហើយវ៉ាវសាហាវមែនសាហាវត្រង់ថាទាខ្វាយពេលកាំងរបស់គាត់មួយត្រឹមតែ25,000ទេប៉ុន្តែណាឆ្នៃបានដល់ទៅ2មុខអ្នកណាខ្លះដែលស្គាល់ជាមួយនឹងរសជាតិទាខ្វាយពេលកាំងដែលភ្លើយសាច់មកទាំងដុំណាមុខវិចខ្ចប់ជាមួយនឹងឆាំងតាក់ពៀចលក់ជាមួយនឹងទឹកសៀងដែលបែបថាខ្ទិះជាតិឆ្ងាញ់ខ្លាំងមែនតើហើយមកដល់ជាមួយនឹងទីតាំងកន្លែងរបស់គាត់ហើយគេហៅថាពិភពទាខ្វាយថ្វីដៃមកចាស់ដើមមិនទៅលំអីអ្នកទាំងអស់គ្នាថ្វីដៃរបស់គាត់មួយរយៈនេះចេញមកមនុស្សថ្មីជាច្រើនលក់ដាច់គ្រប់មុខហ្មងមិនថាទាំងទាខ្វាយពេលកាំងក៏ដូចជាទាផ្លិតបើនិយាយពីរឿងទាផ្លិតវិញស្បែកចេញមកឡងស្រួយគេហៅថាជ្រូកកដុលអត់ដូរហ្មងណាមួយជាមួយនឹងស្បែកទាស្រួយរបស់គាត់ណាត្រូវគ្នាជាមួយនឹងប្រភេទបែបទឹកត្រីកោះកុងក៏ដូចជាទឹកសៀងរបស់គាត់ដែលចលក់មកដាក់ចូលមាត់អ្នកទាំងអស់គ្នាឲ្យឡងខ្ទិះពេញមាត់មកហើយបើងាកទៅមើលជាមួយនឹងប្រភេទបែបទាទឹមដែលមានតម្លៃធំតែ27,000ទេនិយាយពីថាគាត់ដាក់ចំហុយនៅក្នុងទូរបស់គាត់បើកទូមកឡងឈ្ងុយសំខាន់ណាទាមួយមូលហើយនៅអេតបន្ថែមជាមួយនឹងគ្រឿងខើមានតាំងពីហូឡាំងតាពុះសណ្ដែកតាជាជ្រូកផ្សិតខ្មៅដាក់ចំហុយកម្ដៅនៅក្នុងទូរបស់គាត់ហ្នឹងអូយដួសដាក់មកអ្នកទាំងអស់គ្នានិយាយពីថាគ្រាន់តែឃើញហើយស្រក់ទឹកមាត់ហ្មងនងអស់ស្ទះបដ ாய் មើលអ្នកបាត់ដំបងអត់ប្រកាន់ណាអីបើសិនជា admin ណែនាំជាមួយនឹងរបស់ឆ្ងាញ់ដូចជាប្រភេទបែបពោះវៀនបំពងស្រួយហើយនឹងពោះវៀនខដើមខ្ទឹមអូយទៅតែចាញ់ទេប៉ុន្តែណាតម្លៃសមរម្យខ្លាំងមកប្រអប់ធំតែ 15,000 រៀលទេតែរសជាតិវិញអស់ស្ទះហ្មងឆ្ងាញ់ខ្លាំងមែនតើហ្មងណាបែបថារៀងផុយឈ្ងុយស្ករត្នោតក៏ដូចជាស្ករក្រហមជាតិបែបខ្មែរបន្តិចបែបចិនបន្តិចនៅពេលដែលជ្រលក់ជាមួយនឹងទឹកសៀងមកអូយអ្នកទាំងអស់គ្នាឡងឆ្ងាញ់ថាស្រឡាញ់ត្រង់គាត់សម្អាតពោះវៀនហ្នឹងឡងស្អាតហ្មងណាអ្នកគ្រាន់តែសាច់ពោះវៀនណាឡងសស្គូចូលមាត់មកឡងផុយល្អហ្មងសំខាន់ណាឈ្ងុយចេញពីខដែលគាត់សូបមកហើយបូកជាមួយនឹងទឹកសៀងរបស់គាត់ទៀតអ្នកទាំងអស់គ្នាញ៉ាំជាមួយបាយក៏ត្រូវញ៉ាំជាមួយនឹងបបរសក៏ត្រូវដែរអញ្ចឹងសម្រាប់ទីតាំងកន្លែងបង្យៈទាខ្វៃណាអ្នកទាំងអស់គ្នាគ្រាន់តែជិះមកតាមបណ្ដោយផ្លូវជាតិលេខ5ខាងមុខផ្សារភូពុយខេត្តបាត់ដំបងនៅខាងស្ដាំដៃគាត់នៅមាត់ផ្លូវហ្នឹងមកហើយសម្រាប់ទីតាំងកន្លែងរបស់គាត់ដែរគាត់បើកចាប់ពីម៉ោង 8 កន្លះព្រឹករហូតដល់ម៉ោង 10 យប់មកដល់អ្នកទាំងអស់គ្នានឹងឃើញជាមួយនឹងប៉ាយប៉ាណូរបស់គាត់ដាក់ថាបង្យៈទាខ្វៃពេលកាំង